រឿងនិទានជីដូនកំសត់នៅក្នុងភូមិតូចមួយឈ្មោះថាភូមិស្វាយកណ្ដាលឆ្ងាយពីទីក្រុងភ្នំពេញជាង70គីឡូស្ពាន49មានជីដូនម្នាក់ឈ្មោះដូនណន់ជីដូនមានវ័យ70ឆ្នាំរូបរាងខ្សោយខ្សត់ស្បែកស្លែកស្លាំងតាមរយៈការខិតខំធ្វើការជាខ្លាំងពេកច្រើនឆ្នាំកាលពីក្មេងជីដូនមានកូន2នាក់ប៉ុន្តែភ័ក្រជីវិតមិនបានមេត្តាកូនម្នាក់ស្លាប់ដោយជំងឺកូនម្នាក់ចាកចេញទៅរកជីវិតថ្មីនិងមិនដែលត្រឡប់មកវិញឡើយបន្ទាប់ពីប្តីរបស់ជីដូនស្លាប់ទុកជីដូនរស់នៅកំព្រាឯកាក្នុងខ្ទមតូចចិញ្ចឺស្លឹកចាស់ព័ទ្ធជុំវិញដោយស្មៅនិងដើមឈើរ៉ាំលោតកាច់បន្លកពេលខ្យល់បក់ក្រឡុកដូចនឹងកំពុងស្រែកឲ្យគេយល់ចិត្តទោះយ៉ាងណាក៏ដោយជីដូននៅតែខិតខំដាំដំណាំស្រូវបន្លែបង្ការបន្តិចបន្តួចបានគ្រាន់លក់ដូរនិងហូបចុកប្រចាំថ្ងៃរាល់ព្រឹកក្រោមទន្លឺស្រាងជីដូនណន់យកកន្សែងពណ៌ខ្មៅចាត់រលោងក្រឡាប់ទៅលើស្មាសើមដោយញើសខ្លះបើកទ្វារផ្ទះហើយទៅវាលជីដូនកម្លាំងក៏ថយពីមួយថ្ងៃទៅមួយថ្ងៃដៃដែលធឿបរឹងមាំឥឡូវប្រែទុនខ្សោអាត់កម្លាំងជារៀងរាល់ថ្ងៃគេឃើញជីដូនណន់លក់បន្លែបន្តិចនៅមាត់ផ្លូវហើយប្រាក់ដែលត្រូវបានប្រមូលបានពីការលក់គ្រាន់តែចិញ្ចឹមខ្លួនឯងប៉ុណ្ណោះទោះបីជាពិបាកយ៉ាងណាក៏ជីដូនមិនដែលបោះបង់ទេគាត់តែងនិយាយថាខ្ញុំរស់បានរហូតមកទល់ថ្ងៃនេះដោយសារក្តីសង្ឃឹមតូចមួយថាកូនខ្ញុំនឹងត្រឡប់មកមើលម្ដាយនិយាយពីក្មេងប្រុសកំសត់ម្នាក់ឈ្មោះវិសាលទៅអាយុ10ឆ្នាំរស់ជាមួយជីតាដែលមានជំងឺមិនឆ្ងាយប៉ុន្មានពីផ្ទះជីដូនណាន់វិសាលធ្វើការយ៉ាងព្យាយាមដើម្បីរកម្ហូបអាហារជូនលោកតាខ្លួនបានហូបចុកប្រចាំនិងចែករំលែកអាហារត្រីសាច់ដល់ដូនណាន់បានហូបខ្លះជីដូនណាន់ចាត់ទុកវិសាលដូចជាកូនបង្កើតហើយវិសាលក៏គោរពស្រឡាញ់ជីដូនណាន់ដូចជាម្ដាយបង្កើតរៀងរាល់ល្ងាចពួកគេអង្គុយជាមួយគ្នាក្រោមដំបូលផ្ទះចាស់ចែករំលែកបាយតិចតួចហូបជុំគ្នាឆ្នាំនោះភូមិមានទឹកជំនន់ធំទឹកហូរនាំយកបន្លែនិងស្រូវជីដូនណាន់ទៅគ្មានសល់ជីដូនគ្មានអ្វីសល់ទេម្ហូបអាហារក៏ដាច់ខ្លាំងជីដូនអង្គុយម្នាក់ឯងលើជណ្ដោរផ្ទះទឹកភ្នែករលីងរលោងបេះដូងស្ទើរលែងដើរវិសាលឃើញបែបនោះក៏រត់ចូលមកជិតជីដូនហើយនិយាយដោយសំឡេងថ្នមស្រទន់ជីដូនកុំយំធ្វើអីខ្ញុំនឹងជួយជីដូនឃ្លួកហើយអោបក្បាលក្មេងនោះជាមួយទឹកភ្នែកហូរលើមុខដៃអស់កម្លាំងកូនណាជីដូនចាស់ហើយមិនសូវមានកម្លាំងទៀតទេតែជីដូនសោកស្ដាយព្រោះមិនអាចរកអ្វីឲ្យកូនញ៉ាំបានសំឡេងរបស់ជីដូនធ្វើឲ្យវិសាលមិនអាចទប់ទឹកភ្នែកបានឡើយរាត្រីមួយក្នុងព្រះច័ន្ទចែងចាំងក្រោមខ្យល់ត្រចៀកជីដូនយកប្រអប់ឈើតូចមួយចេញពីក្រោមគ្រែក្នុងនោះមានរូបថតកូនប្រុសរបស់នាងសម័យក្មេងហៅកូនតាមរូបថតជីដូនយំស្រែកកូនអ្នកនៅឯណាម្ដាយរងចាំអ្នករាល់ថ្ងៃម្ដាយចង់ឮសំឡេងអ្នកម្ដងទៀតទឹកភ្នែករមួលហូរធ្លាក់លើត្រចៀកដាល់ចុះសំពះលើរូបថតវិសាលឈរមើលពីទ្វារឃើញហើយបេះដូងស្ទើរបែកគាត់ចូលទៅកាន់ជីដូនសំពះចុះលើជង្គង់ហើយនិយាយជីដូនខ្ញុំអាចខ្លាចជាកូនជីដូនបានទេជីដូនភ្ញាក់ហើយអោបក្មេងនោះយ៉ាងខ្លាំងកូនជាមនុស្សដំបងដែលធ្វើឲ្យជីដូនមានក្តីសង្ឃឹមម្ដងទៀតថ្ងៃមួយជីដូនឈឺខ្លាំង
ខ្យល់កដួលចុះនៅច្រាំងផ្លូវមុខផ្ទះវិសាលទៅបានជួយដឹកជីដូនទៅកាន់មន្ទីរពេទ្យស្រុកគេថាជីដូនមានជំងឺបេះដូងនិងខ្សោយខ្លាំងពេកពេលខ្លះអាចមិនមានពេលច្រើនទៀតពាក្យចុងក្រោយនៅក្នុងក្រែពេទ្យជីដូនកាន់ដៃវិសាលគាត់និយាយស្រាលកូនណាជីដូនមិនខ្លាចស្លាប់ទេតែជីដូនសោកព្រោះម្ដាយមិនបានឃើញកូនរបស់ខ្ញុំមកទាល់តែបច្ចុប្បន្នតែអ្នកបានបំពេញចន្លោះនោះពេលខ្ញុំស្លាប់កុំយំសូមរស់ជាមនុស្សល្អវិសាលយំជ្រុលមោះមិនអាចនិយាយបានឡើយនៅថ្ងៃក្រោយមានបារោះម្នាក់បើកម៉ូតូមកលឿនសួរអំពីជីដូនណាន់គាត់គឺកូនរបស់នាងដែលចាក់ឆ្ងាយជាច្រើនឆ្នាំពេលគាត់មកដល់ជីដូនជ្រាបសំឡេងច្រោះចរគាត់ចាប់ដៃម្ដាយហើយនិយាយម៉ែខ្ញុំសុំទោសខ្ញុំមកយឺតពេកជីដូនញឹមភ្នែករំលេចទឹកភ្នែកគាត់ប៉ះមកកូនហើយនិយាយតែប្រយោគមួយអ្នកត្រឡប់មកហើយម្ដាយរីករាយហើយបន្ទាប់ពីមិនដល់1ម៉ោងជីដូនក៏ផុតខ្យល់ដង្ហើមយ៉ាងស្ងប់ស្ងាត់ក្នុងដៃកូនដែលគាត់រងចាំមួយជីវិតនិងវិសាលដេកយំលើជើងគ្រែរឿងនេះបង្រៀនថាក្តីស្រឡាញ់ម្ដាយមិនមានអ្វីអាចជំនួសបានកុំនាំឲ្យពេលវេលាខកខានឲ្យពេកមនុស្សសាមញ្ញអាចផ្ដាល់ក្តីស្រឡាញ់ដល់អស្ចារ្យជាអ្នកកិតការផ្ចង់ចាក់ក្តីមេត្តានិងសេចក្តីបួលត្រឡប់គឺមានថ្លៃជាងទ្រព្យសម្បត្តិទាំងអស់